Um, Chúng mình số hay resource đây tất cả nè bài bàn mơ với tạo nên ngọc này ở nó ngông là với cả configuration DHCP rồi CNOS hay một tấm máu từ nhông là với cả connect CNOS nắng tất cả cloud server sorry tất cả cloud nó không trên S3 và tấm máu nhông là vào cái PC PC នៅក្នុង GNS ដើម្បីទទួល IP DHCP របស់ SNS ដែលយើងធ្វើការ config ហើយអញ្ចឹងឥឡូវយើងចូលមកធ្វើក្នុង progress របស់យើងអញ្ចឹងទី1យើងត្រូវតែy sudo dnf install DHCP server ចឹងយើងធ្វើការ install យើងធ្វើការវាយ command នេះដើម្បី install DHCP server ពីព្រោះថាយើងធ្វើហ្នឹងគឺធ្វើក្នុងនាមជា CNS យើងហ្នឹងក្នុងនាមជា server ហើយcomputer នៅក្នុង CNS 3ដែល connect ទៅកាន់ router ហើយនឹង connect ទៅកាន់ cloud គឺជា client DHCP client ខ្ញុំសូម primer DNS ចឹងចំពោះកន្លែងនេះគឺយើងត្រូវការវាយ command ហ្នឹងដើម្បី install DHCP server ដោយសារតែខ្ញុំបាន download ហើយឥឡូវខ្ញុំបានកែប្រែទៅទងជាមួយនឹង network adapter របស់ CNF របស់ខ្ញុំទៅកាន់ host OE វិញចឹងទៅគឺធ្វើការ download របស់វាគឺវាអញ្ញា error ចឹងទៅចឹងយើងចូលទៅចំណុចតបតាក់ទងជាមួយនឹងវាយ command rpm.qi DHCP DHCP server បាទអញ្ចឹងយើងធ្វើការមកដល់ចំណុចបន្ទាប់អឺយើងធ្វើការចូលទៅកាន់អឺអូ sorry RPM យ៉ានេះគឺជាការបង្ហាញពីយើងអញ្ចឹងបន្ទាប់មកទៀតគឺខ្ញុំនឹងធ្វើការឡើងចូលទៅកែចូលទៅកែនៅក្នុងចូលទៅចំណុចបន្ទាប់ចូលទៅកន្លែងនេះគឺកន្លែងនេះជាដំបូងនៅពេលដែលយើងអត់ធ្វើ DHCP ទេគឺវានឹងដាក់ automatic តែយើងចង់ធ្វើ DHCP ឲ្យCNF របស់យើងជា server DHCP server ចឹងយើងត្រូវ assign IP ក៏ដូចជា assign default gateway ឲ្យទៅកាន់CNF របស់យើងអញ្ចឹងយើងកំណត់យក menu ហើយយើងធ្វើការកំណត់ IP របស់នេះគឺខ្ញុំដាក់ស្ថិតនៅក្នុង network 192.168.1.0ហើយ CS24 អញ្ចឹង IP របស់ SNF របស់ខ្ញុំគឺខ្ញុំដាក់192.168.100.2CS24 ហើយចំពោះកន្លែងនេះគឺ192.168.100.1ហ្នឹងគឺជា gateway ដែលដាក់ដើម្បីឲ្យជាចំណុចកណ្ដាលដើម្បីឲ្យ SNS ជាមួយនឹងអញ្ញាឲ្យ server ជាមួយនឹង client អាចស្គាល់គ្នាបានហើយនេះគឺជា DNS អញ្ចឹងខ្ញុំអត់ត្រូវការសរសេរទេដោយសារខ្ញុំបានកំណត់ហើយអញ្ចឹងយើងចេញពីកន្លែងហ្នឹងមក oh sorry យ៉ាយ៉ាអញ្ចឹងចំណុចបន្តទៀតខ្ញុំនឹងធ្វើការចូលទៅក្នុងអឺ script ដែលខ្ញុំបានសរសេរដើម្បីconfiguration DHCP sudo nano etc wait system wait etc DHCP 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 d.connect sorry ខ្ញុំបែក comment ខុសអឺ sudo nano etc
etc d DHCP DHCP dot contact ខ្ញុំធ្វើការតូចណាស់នេះដោយសារមកបានចាំហ្នឹងនេះគឺជា script ដែលខ្ញុំបានសរសេរហើយដែលខ្ញុំធ្វើការកំណត់ option domain name គឺដាក់ testkx.edu.kx ហើយតទៅជាមួយនេះគឺជា option domain name ដែលមានពីរគឺ ns1 និង ns2 ហើយមាន default time max time យ៉ាហើយចុងមកដល់ចំណុចនេះគឺជាចំណុចសំខាន់តើតើជាមួយនឹងថ្ងៃនេះខ្ញុំបានចែកតើតើនឹងសត្វលេខចំនួន2សត្វលេខទី1គឺ192.168.0អានឹងគឺជាផ្នែក network របស់DHCP server ចំណែកខាងក្រោម192.168.2.0អានឹងគឺជាផ្នែក network របស់DHCP client អញ្ចឹងនៅក្នុងហ្នឹងមានដូចជា option router គឺជា default gateway subnet mask របស់វា search អាហ្នឹងតើទៅជាមួយអញ្ញា DNS domain name server គឺបើខ្ញុំគឺដាក់តើទៅជាមួយនឹង domain name server គឺដាក់ IP គឺ192.168.102ហើយ option time របស់ខ្ញុំនេះគឺមានដូចជានេះណា Eastern Standard Time យ៉ាងហើយ range របស់ខ្ញុំកំណត់ range DHCP ដើម្បីឲ្យធ្វើការ range បោះ IP ទៅកាន់ client វាចន្លោះពី10ទៅកាន់100ដែលវាដូចជាមាន90 IP ដែលត្រូវបោះអញ្ចឹងចំពោះថ្ងៃនេះក៏ដូចគ្នាដែរអញ្ចឹងឥឡូវយើងចុចចេញមកយើងចូលទៅដល់ចំណុចតទៀតហើយចូលដល់ចំណុចបន្តទៀតគឺយើងធ្វើការឡើងបន្ទាប់ពីយើងធ្វើការសរសេរ script ស្អីហើយយើងត្រូវ check វាសិនអញ្ចឹង check យើងត្រូវវាយ DHCP.c.cf ហើយយើងវាយអាមិញហ្នឹងមក DHCP d.conf ជាស្រ័យខ្ញុំវាយខុស command wait ខ្ញុំវាយខុសហើយណា DHCP yeah that's right oh I forget D sorry ចំពោះការសូរបែបនេះគឺមានន័យថាវាអត់មាន error ទាក់ទងជាមួយនឹង syntax ទាក់ទងជាមួយនឹងការសរសេរអីកើតឡើងនៅក្នុង script របស់យើងអញ្ចឹងយើងចូលមកដល់ចំណុចបន្តទៀតគឺយើងធ្វើការ check connection ដែលទី1គឺយើងត្រូវ ls etc network management អឺយើងត្រូវការ check ls etc network management system connection ចឹងយើងត្រូវការ check ទៅជាមួយនឹង system connection ដែលវាស្ថិតនៅក្នុង network management ហើយក៏ស្ថិតនៅក្នុង etc ដែរអញ្ចឹងគឺវាជា ENIS 33អញ្ចឹងយើងតទៅជាមួយនឹងធ្វើការ cat អឺយើង cat ENIS 33ហ្នឹងចេញមកហ្មង etc network system ENIS 33យើងធ្វើការ cat អាហ្នឹងចេញមកយើងឃើញមាន IP ដែលខ្ញុំបានកំណត់មកចុច1ទី2 gateway អញ្ចឹងយើងចូលទៅដល់ចំណុចមួយទៀតគឺយើងធ្វើការ copy ដាក់នៅក្នុង file system យើងដាក់ cp .usr link system d system ធម្មតា DHCP d service etc system d SYSTM គឺខ្ញុំសុំ check ទីសិនសារខ្ញុំជានៅតែវាយខុស shirt ចឹងនេះយើងអោបរាយចឹងមកយើងដាក់ yes មកចឹងrồiទៀតយើងធ្វើការដាក់ nano etc system
ờ đi system bây giờ chi phí đi đo service anh đang dương cho từ thua ca còn nó tệ tương chỉ mùi những những bài khó tập việc những bài khó chẳng tới với ai chỉ bật cà khoa thay mày chứ nhưng thời ca cho check DACP đi dot service. Oh my god, sorry. Nếu cứ chỉ ca này nhưng mà cầm nó ở nhưng đừng cho thứ ca cầm nó để tôi chịu mình environment vào biết environment smart chỉ mỗi năng DACP ờ DA D DACP DA um DA GX Smart cho mùa nâng EMS sang số 7 đại dương mạnh này háo chân nhưng tôi ca control O enter hay control A việc nó thì á chân nhưng tôi ca tiếp tục cho mùa nâng um, đặt firewall sudo firewall dot cmd ờ thân service DNCP successful trong một chết cư sudo đá firewall cmd reload. Oh my god. Tỏ ngoài chủ đó firewall đâyคือ success ចឹងយើងធ្វើការវាយ system CTS អយើងធ្វើការឡើង add route to server បើសិនបើឡើងwe add route to the server if can reach on the reach over the network in GNS3 ចឹងយើងធ្វើការដាក់ IP route add 192 ចុច108ចុច200ចុច0 Y24 IE 192ចុច108ចុច100ចុច1 error នេះវាអូខេមែនទេយើងធ្វើការchẳng hayយើងវាយ system CTR អឺ system យើងធ្វើការ reload ទាក់ទងជាមួយនឹងអឺអឺ send F របស់យើងធ្វើការ enable DHCP rồi đó enable now DHCP đi GP đi system CTR status cả enable về DHCP đi ghi dương ai sẵn kênh kênh tha active ra này chân chưa nói tập chị chân choធ្វើការជាអ្នកស្រីចូលមកកាន់ជាអ្នកស្រីនេះគឺជា topology របស់ខ្ញុំដែលខ្ញុំបានកំណត់នៅក្នុងជាអ្នកស្រីលោកដែលយើងធ្វើការមាន connect cloud មកកាន់ router ហើយ router connect មកកាន់ switch ហើយមាន PC ចំនួន3នេះហើយ cloud connect ទៅកាន់ router គឺយើងធ្វើការឡើងយក facility 0
មួយថ្ងៃនេះគឺយក fast internet មួយrồi ចឹងខ្ញុំចង់ verify ខ្ញុំធ្វើការ ping ពីថ្ងៃនេះទៅសិន ping អខ្ញុំចូលមកដល់ថ្ងៃនេះគឺខ្ញុំធ្វើការថ្ងៃតាក់ទងជាមួយនឹង show តាក់ទងជាមួយនឹងការ config នៅក្នុងrouter សិនបាទគ្រូនៅក្នុងថ្ងៃនេះតាក់ទងជាមួយនឹង fast internet 00គឺខ្ញុំបានដាក់ IP វាអ100.1ហើយមកដល់ចំណុចតាក់ទងជាមួយនឹងកាន់នេះថ្ងៃនេះគឺពី router មកចុះមកខាងក្រោមមកកាន់ PC ថ្ងៃនេះគឺខ្ញុំយក fast internet 10ដែលមានដាក់network វាគឺ200.1ហើយអានេះគឺជាសំណេរមកវាហើយខ្ញុំត្រូវការថា IP wrapper ដើម្បីជាជំនួយដោយសារកន្លែងទៅឲ្យវាអាចបោះឆ្លង network បានហើយអញ្ចឹងខ្ញុំត្រូវការដាក់ IP wrapper ដើម្បីជាជំនួយអញ្ចឹងខ្ញុំធ្វើការ ping ទៅកាន់192.168.100.2នេះយើងអាចឃើញថា successful rate មានថា successful rate អញ្ចឹងខ្ញុំធ្វើការបិទវាហើយខ្ញុំចូលមកកាន់ PC show IP អញថា IP វាគឺ0ទាំងអស់អត់មែនអីទេដោយសារយើងធ្វើកន្លែងនេះគឺយើងអត់កំណត់ IP អីទេយើងធ្វើការឲ្យ SNS ធ្វើជា DHCP server បោះ IP មកកាន់KN ដែលជា PC នៅក្នុងជា NXT អញ្ចឹងយើងធ្វើការ IP DHCP ដើម្បីចាប់យកឬក៏ស្នើសុំ IP ពី DHCP server SNS បានគ្រប់នេះគឺជា IP ដែលយើងទទួលបានគឺ192.168.200.12អញ្ចឹងខ្ញុំនឹងធ្វើការយក PC ហ្នឹង ping មកកាន់ CNS ping 192.168.100.2ដែលជាD IP របស់ CNS អញ្ចឹងខ្ញុំយក IP នេះដែលជា200.12មកធ្វើការ ping ពី CNS មកវិញខ្ញុំធ្វើការបិទវាសិនចូលមកកាន់ CNS ping 192.168.200.12បាទបន្ទាប់ពីធ្វើការ ping ទៅវិញទៅមកយើងសង្កេតឃើញថា DHCP server ដែលជា CNS ហ្នឹងគឺអាចបោះ IP មកកាន់DHCP client ដែលស្ថិតនៅក្នុង GNS3 ហើយខាងនោះក៏អាច ping back មកកាន់ខាងនេះវិញដែរគឺធ្វើការ ping ទៅវិញទៅមកអញ្ចឹងមានន័យថាពីរហ្នឹងគឺស្ថិតនៅក្នុងនេះជាមួយគ្នាដែលយើងធ្វើការ ping យើងធ្វើការបោះអឺចឹងហ្នឹងគឺតកតងជាមួយនឹងការធ្វើ present អឺបញ្ចូលតកតងជាមួយនឹង DHCP configuration relation របស់ខ្ញុំគឺធ្វើការបានបញ្ចប់ហើយសូមអរគុណដែលបានចំណាយពេលចូលរួមស្ដាប់បាទអរគុណ